ចេកចៀនដែលខ្ញុំធ្វើនេះស្រួយឆ្ងាញ់មែនតើញ៉ាំមួយហើយគឺចង់ញ៉ាំមួយទៀតហើយចេកចៀនហ្នឹងពេលនៅសល់ដល់ស្អែកក៏ម្សៅវានៅស្រួយល្អដែរហើយខ្ញុំធ្វើចេកចៀនហ្នឹងគឺខ្ញុំប្រើម្សៅថេមប៉ូរ៉ារបស់ជប៉ុនណាម្សៅថេមប៉ូរ៉ាហ្នឹងគឺគេយកទៅបំពងបង្គាឬក៏គេបំពងបន្លែអញ្ចឹងខ្ញុំសាកយកមកធ្វើចេកចៀនទៅរសជាតិឆ្ងាញ់ដូចចេកចៀនយើងនៅខ្មែរអញ្ចឹងហើយវិធីធ្វើគឺខ្ញុំយកម្សៅហ្នឹងមកលាយជាមួយទឹកបន្ទាប់មកខ្ញុំថែមខ្ទិះដូងដែលខ្ញុំប្រើហ្នឹងគឺខ្ទិះដូងកំប៉ុងដោយសារនៅនេះអត់មានខ្ទិះដូងស្រស់ដូចរបស់យើងនៅខ្មែរអញ្ចឹងខ្ញុំប្រើខ្ទិះដូងកំប៉ុងហើយខ្ទិះដូងកំប៉ុងហ្នឹងពេលនៅខែល្ងាអញ្ចឹងវាកកដល់អញ្ចឹងខ្ញុំយកវាទៅរំលាយឲ្យវារលាយតិចទៅយកមកលាយជាមួយម្សៅហើយម្សៅហ្នឹងគឺខ្ញុំថែមអំបិលបន្តិចថែមស្ករបន្តិចដើម្បីឲ្យវាមានជាតិកាន់តែឆ្ងាញ់អញ្ចឹងណាបន្ទាប់មកខ្ញុំថែមល្ងខ្មៅហើយចេកដែលខ្ញុំប្រើហ្នឹងគឺខ្ញុំអត់សូវយកចេកដែលទុនពេកទេតែកាលណាយើងយកចេករៀងទុំពេកទៅយើងសកត់វាទៅវាឆាប់បែកអញ្ចឹងយើងយកចេករៀងទុំល្មមយកមកធ្វើទៅគឺពេលដែលយើងបំពងទៅគឺចេកចៀនរបស់យើងគឺស្រួយឆ្ងាញ់មែនតើ